ចាទស្សនិកជនកម្ពុជានឹងចិនចាក់គឺសម្ពោធកម្មវិធីប្រយោគបុរាណចិនចាក់គឺដាក់ឯកឧត្តមស៊ីជីនពីងចូលចិត្តក្នុងឱកាសដែលឯកឧត្តមស៊ីជីនពីងប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិនអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅបរិជាណាចក្រកម្ពុជាអគ្គស្ថានីយ៍វិទ្យុនិងទូរទស្សន៍មជ្ឈមចិនសហការជាមួយនឹងក្រសួងព័ត៌មានកម្ពុជាក្រសួងវិទ្យាសិល្បៈក្រសួងស្ដីចរនិងរាជបណ្ឌិតសភាកម្ពុជាបានរៀបចំការចាក់ផ្សាយកម្មវិធីប្រយោគបុរាណចិនដែលស៊ីជីនពីងចូលចិត្តនៅក្នុងឱកាសនោះលោកជៀនហៃសៀនអនុរដ្ឋមន្ត្រីក្រសួងឃោសនាការនិងគណៈកម្មាធិការមជ្ឈមបកកុម្មុយនីសចិននិងជាអគ្គនាយកនិងនិពន្ធនាយកនៃអគ្គស្ថានីយ៍វិទ្យុនិងទូរទស្សន៍មជ្ឈមចិនបានថ្លែងថាចិននិងកម្ពុជាជាមិត្តដៃថែបដែលតែងតែរួមសុខរួមទុក្ខនិងជួយយកអាសាគ្នាទៅវិញទៅមកស្របជាមួយនឹងកិច្ចសហប្រតិបត្តិការទៅលើគំនិតផ្ដួចផ្ដើមខ្សែក្រវ៉ាត់និងផ្លូវនៃប្រទេសទាំងពីរឯកឧត្តមនៃភត្រារដ្ឋមន្ត្រីក្រសួងព័ត៌មានបានថ្លែងថាតាមរយៈកម្មវិធីនេះយើងអាចបន្តរៀនពីគំនិតអភិវឌ្ឍរបស់ប្រទេសចិននិងលើកកម្ពស់ការផ្លាស់ប្ដូរផ្នែកប្រព័ន្ធផ្សព្វផ្សាយរវាងប្រទេសទាំងពីរព្រមទាំងកត់ត្រានៅការអនុវត្តជាក់ស្ដែងរវាងកម្ពុជានិងចិនក្នុងកិច្ចសហប្រតិបត្តិការត្បូងពេជ្រការរួមគ្នាកសាងច្រករបៀងឧស្សាហកម្មនិងបច្ចេកវិទ្យានិងច្រករបៀងត្រីនិងអង្ករដើម្បីបង្កើននូវការផ្លាស់ប្ដូរវប្បធម៌នៅក្នុងវិស័យជាច្រើនរវាងប្រទេសទាំងពីរសម្រាប់ជាប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរលោកជំទាវភឿងសក្កណារដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិទ្យាសិល្បៈបានថ្លែងថាព្រឹត្តិការណ៍នេះគឺជាភស្តុតាងនិងក៏ជាផ្លែផ្កានៃការផ្សព្វផ្សាយនិងផ្លាស់ប្ដូរវប្បធម៌ដ៏មានសារៈសំខាន់បំផុតសម្រាប់ប្រជាជាតិនិងប្រជាជនកម្ពុជាចិនឯកឧត្តមហ៊ុតហរដ្ឋមន្ត្រីក្រសួងទេសចរបានថ្លែងថាការចាក់ផ្សាយកម្មវិធីប្រយោគបុរាណចិនដែលឯកឧត្តមស៊ីជីនពីងចូលចិត្តគឺជាការផ្សព្វផ្សាយឲ្យកាន់តែទូលំទូលាយនៅវប្បធម៌របស់ប្រយោគបុរាណចិនដែលមានអត្ថន័យដ៏ជ្រាលជ្រៅនិងឆ្លុះបញ្ចាំងពីវប្បធម៌ប្រពៃណីទេសចរនិងជាពិសេសផ្ដល់ចំណេះដឹងដែលមានការគាំទ្រពីសំណាក់មហាជនទាំងនៅកម្ពុជាចិននិងទូទាំងសកលលោកឯកឧត្តមសុកទូចប្រធានរាជបណ្ឌិតសភាកម្ពុជាថ្លែងថាព្រឹត្តិការណ៍នេះជាវេទិកាផ្លាស់ប្ដូរកាន់តែទូលំទូលាយចំពោះប្រជាជននៃប្រទេសទាំងពីរជំរុញការផ្លាស់ប្ដូររវាងប្រជាជននិងប្រជាជនកម្ពុជាចិនឲ្យឡើងដល់កម្រិតខ្ពស់និងរួមចំណែកចារទំព័រថ្មីនៃទំនាក់ទំនងមេត្រីភាពរវាងប្រទេសទាំងពីរឲ្យកាន់តែត្រចះត្រចង់រឹងមាំមានស្ថិរភាពនិងភាពធន់តាមរយៈវីដេអូឯកឧត្តមវ៉ាងវ៉េនប៊ីនឯកការទូតចិនប្រចាំកម្ពុជាកម្មវិធីរៀបចំនេះពិតជាបានលើកកម្ពស់ការយកចិត្តគ្នានិងភាពស្និទ្ធស្នាលរវាងប្រជាជននៃប្រទេសទាំងពីរឲ្យកាន់តែប្រសើរឡើងនិងរួមចំណែកថ្មីនៅក្នុងការកសាងសហគមន៍រួមវាសនារវាងជោគវាសនារួមចិននិងកម្ពុជាក្នុងយុគសម័យថ្មីសូមបញ្ជាក់ថាកម្មវិធីប្រយោគបុរាណដែលឯកឧត្តមស៊ីជីនពីងចូលចិត្តភាសាខ្មែរគឺមានសម្រង់នៅកំណាព្យនិងសុភាសិតបុរាណចិនដែលដកស្រង់ចេញពីសង្ករកថាអត្ថបទនិងកិច្ចសន្ទនាសំខាន់ៗរបស់ឯកឧត្តមស៊ីជីនពីងប្រធានរដ្ឋចិនផ្ដោតសំខាន់ទៅលើប្រធានបទដូចជាសហគមន៍រួមវាសនានៃមនុស្សជាតិការការពារបរិស្ថានការបន្តវេននិងការកែច្នៃនៃវប្បធម៌ផ្លាស់ប្ដូរនឹងការរៀនសូត្រពីគ្នាខាងអរិយធម៌ទៅវិញទៅមករវាងអរិយធម៌នានាជាដើម